ជំរាបសួរអ្នកទាំងអស់គ្នានេះជារូបភាពមួយដែលបង្ហាញអំពីជីវិតរស់នៅរបស់បុព្វបុរសយើងកាលពីសម័យយុគថ្មដែលចិញ្ចឹមជីវិតដោយការបរបាញ់និងប្រមូលផលពីធម្មជាតិដូចជាការបេះផ្លែឈើពីក្នុងព្រៃយកមកធ្វើជាអាហារអត់មានទេផ្សារទំនើបលក់ត្រីបន្លែសាច់ដូចយើងបច្ចុប្បន្នមនុស្សសម័យបុរាណត្រូវបថុយជីវិតចេញទៅស្វែងរកអាហារអាចនិយាយបានថាជាក្តីកង្វល់ឬក៏ភាពតានតឹងចិត្តរបស់មនុស្សសម័យយុគថ្មដែលភាសាបច្ចុប្បន្នឥឡូវហ្នឹងយើងហៅថា stress ហ្នឹងគឺពួកគាត់បារម្ភតែថាធ្វើយ៉ាងណាឲ្យមានអាហារហូបចុកគ្រប់គ្រាន់អាចការពារខ្លួនពីសត្វសាហាវស៊ីជាអាហារដើម្បីមានជីវិតរស់នៅបន្តអំបូរឬក៏ពូជពង្សរបស់ខ្លួននេះគឺជា stress របស់មនុស្សសម័យបុរាណហើយអឺជាបំណងល្អរបស់ធម្មជាតិហ្នឹងគឺនៅពេលដែលរាងកាយយើងស្ថិតនៅក្នុងស្ថានភាពដែលគ្រោះថ្នាក់ឬក៏ស្ថិតនៅក្នុងស្ថានភាពដែលតានតឹងឬ stress វានឹងដំណើរការដោយស្វ័យប្រវត្តិនៅប្រព័ន្ធមួយដែលយើងឲ្យឈ្មោះថា fight or fly ឬក៏យើងអាចហៅជាខ្មែរថាប្រព័ន្ធប្រយុទ្ធឬរត់គេចអញ្ចឹងជាក់ស្ដែងដូចពេលដែលបុព្វបុរសរបស់យើងគាត់ចេញទៅបរបាញ់សត្វឬក៏ទៅបេះផ្លែឈើនៅក្នុងព្រៃអាចរងនៅការគំរាមកំហែងពីសត្វសាហាវអញ្ចឹងភ្លាមហ្នឹងរាងកាយនឹងដំណើរការដោយស្វ័យប្រវត្តិនៅប្រព័ន្ធប្រយុទ្ធឬរត់គេចដើម្បីយើងអាចការពារខ្លួនហើយមានជីវិតរស់នៅបន្តទៀតបើនិយាយឲ្យស្រួលស្ដាប់ទៅសាកសម័យថាឥឡូវហ្នឹងយើងកំពុងតែដើរហាត់ប្រាណនៅតាមផ្លូវហើយយើងត្រូវឆ្កែដេញខំអញ្ចឹងភ្លាមនៅក្នុងការគិតរបស់យើងនេះគឺជារឿងដែលគ្រោះថ្នាក់អញ្ចឹងរាងកាយរបស់យើងគឺនឹងឆ្លើយតបដោយស្វ័យប្រវត្តិគឺយើងអាចនឹងរត់ឲ្យបានលឿនកុំឲ្យឆ្កែដេញខំតន់ឬយើងអាចនឹងរកឧបករណ៍អ្វីដើម្បីប្រយុទ្ធតតាំងជាមួយសត្វឆ្កែនេះឯងគឺជាដំណើរការបែបប្រព័ន្ធប្រយុទ្ធឬរត់គេចដែលវាឆ្លើយតបដោយស្វ័យប្រវត្តិនៅក្នុងរាងកាយរបស់យើងអាចនិយាយបានថាបើសិនជាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់រាងកាយរបស់យើងអត់ stress ប្រព័ន្ធប្រយុទ្ធរត់គេចក៏អត់ដំណើរការអញ្ចឹងឃើញតោឃើញខ្លាឬក៏ស្ថិតនៅក្នុងស្ថានភាពដែលគ្រោះថ្នាក់ហ្នឹងគឺរាងកាយអត់មានការឆ្លើយតបអ្វីទាល់តែសោះអញ្ចឹងវាអាចបង្កជាផលប៉ះពាល់ដល់អាយុជីវិតរបស់យើងបើនិយាយទៅ stress ឬក៏ភាពតានតឹងហ្នឹងគឺសំខាន់ខ្លាំងមែនតើសម្រាប់ភាពរស់រានមានជីវិតរបស់យើងទាំងអស់គ្នាតាំងតែពីមនុស្សរស់នៅក្នុងសម័យយុគថ្មរហូតមកដល់ពេលបច្ចុប្បន្នប៉ុន្តែអ្វីដែលជាបញ្ហាហ្នឹងគឺស្ថិតនៅត្រង់ថានៅពេលដែលយើង stress ញឹកញាប់ពេកប្រព័ន្ធប្រយុទ្ធឬរត់គេចហ្នឹងវាអាសាដំណើរការវាអាចបង្កជាផលប៉ះពាល់ដល់សុខភាពរបស់យើងវិញដោយកន្លងមកយើងធ្លាប់ឮថា stress ធ្វើឲ្យយើងគេងអត់លក់ថប់អារម្មណ៍ញ៉ាំអត់ចូលឡើងទម្ងន់ឈឺកាពះលើសសម្ពាធឈាមឬក៏រដូវប្រែប្រួលមិនទៀងទាត់ហើយបន្តិចទៀតខ្ញុំនឹងបកស្រាយថាតើមូលហេតុវាបណ្ដាលមកពីអ្វីឥឡូវត្រឡប់មកជីវិតរស់នៅរបស់មនុស្សសម័យបច្ចុប្បន្នយើងនេះវិញយើងឃើញថានៅពេលដែលពិភពលោកកាន់តែរីកចម្រើនខ្ញុំជឿថាបងប្អូនដែលកំពុងតែអង្គុយនៅក្នុងហលនេះអត់មានអ្នកគេអង្គុយភ័យថាតិចមានតោមានខ្លាមកពីណាចេញមកខំយើងលែងត្រូវបថុយជីវិតចេញទៅស្វែងរកអាហារដោយបុព្វបុរសយើងធ្វើកាលពីសម័យមុនទៀតហើយប៉ុន្តែអ្វីដែលជា stress របស់មនុស្សសម័យទំនើបយើងបច្ចុប្បន្ននេះវាបដូរមកជាសំឡេងនាឡិការោនាពេលព្រឹកព្រលឹមដែលយើងត្រូវចេញទៅធ្វើការឬក៏ទៅរៀនឲ្យតាន់ម៉ោងរត់តែ stress ជាងនឹងទៀតគឺយើងរៀនឬក៏ធ្វើការងារដែលខ្លួនឯងអត់ស្រឡាញ់អត់ចូលចិត្តគិតទៅដល់បំណុលធនាគារដែលយើងត្រូវបង់ប្រចាំខែហើយអាចនិយាយបានថាពេលខ្លះយើងឃើញជីវិតអ្នកដទៃគេល្អប្រសើរជាងយើងអញ្ចឹងយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅក្នុងបណ្ដាញសង្គមឬក៏យើងគិតទៅលើអនាគតរបស់យើង5ឆ្នាំឬ10ឆ្នាំខាងមុខទៀតថាតើជីវិតមួយនេះនឹងទៅជាយ៉ាងណាអញ្ចឹងគិតចុះគិតឡើងយើងត្រឡប់មកអង្គុយ stress នៅក្នុងបន្ទប់នៅផ្ទះនៅសាលារៀននៅកន្លែងធ្វើការអញ្ចឹងធ្វើឲ្យប្រព័ន្ធប្រយុទ្ធឬរត់គេចហ្នឹងវាដំណើរការក៏ប៉ុន្តែយើងអត់បានទៅប្រយុទ្ធឬរត់គេចអីនោះទេហើយត្រង់ចំណុចហ្នឹងឯងដែលវាបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពរបស់យើងអញ្ចឹងនៅក្នុងសភៅមួយក្បាលដែលមានចំណងជើងថា Good Anxiety របស់លោកស្រី Wendy ដែលគាត់ជាដុកទ័រខាងផ្នែកប្រព័ន្ធប្រសាទនិងជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យាហ្នឹងគាត់លើកឡើងថានៅពេលដែលយើង stress រាងកាយរបស់យើងវាដំណើរការនៅប្រព័ន្ធប្រយុទ្ធឬរត់គេចហ្នឹង
វាទាមទារឲ្យមានការចូលរួមពីសរីរាង្គផ្សេងៗទៀតនៅក្នុងរាងកាយរបស់យើងឧទាហរណ៍ដូចជាការទាញយកជាតិស្ករនិងជាតិខ្លាញ់ចូលមកក្នុងសរសៃឈាមព្រោះរាងកាយគិតថាយើងប្រហែលជាត្រូវការថាមពលដើម្បីចេញទៅប្រយុទ្ធឬរត់គេចប៉ុន្តែជាក់ស្ដែងយើង stress ព្រោះតែយើងប្រឡងអត់ចេះស្អែកឡើងយើងត្រូវទៅសម្ភារការងារយើងបារម្ភអំពីបំណុលលុយកាក់ឬក៏យើងជួបប្រទះបញ្ហាគ្រួសារអីមួយអញ្ចឹងរាងកាយវាដំណើរការប្រព័ន្ធប្រយុទ្ធឬរត់គេចប៉ុន្តែយើងអត់បានចេញទៅប្រយុទ្ធឬរត់គេចទេអញ្ចឹងធ្វើឲ្យជាតិស្ករនិងជាតិខ្លាញ់ហ្នឹងវាស្តុកទុកនៅក្នុងសរសៃឈាមហើយបើសិនជាយើងអាសា stress កាន់តែច្រើនអាជាតិស្ករនិងជាតិខ្លាញ់ហ្នឹងហើយចេះតែសន្សំទុកកាន់តែច្រើនដូចគ្នាដែលវាអាចបង្កជាផលប៉ះពាល់ធ្វើឲ្យយើងទៅជាតឹងឬក៏ចុករោយសាច់ដុំប្រឈមទៅនឹងជំងឺបេះដូងឬក៏ពេលខ្លះធ្វើឲ្យយើងនឹងលើសសម្ពាធឈាមលើសជាតិស្ករហើយបើសិនជាសម្រាប់អ្នកដែលគាត់មានជំងឺទឹកនោមផ្អែមទៀតគាត់រត់តែពិបាកនៅក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមរបស់គាត់លើសពីនេះទៅទៀតនៅពេលដែលយើង stress រាងកាយត្រូវការប្រើប្រាស់ថាមពលយ៉ាងច្រើនដើម្បីប្រយុទ្ធឬរត់គេចអញ្ចឹងវានឹងបិទចោលនៅប្រព័ន្ធនៅក្នុងរាងកាយមួយចំនួនជាបណ្ដោះអាសន្នអញ្ចឹងប្រព័ន្ធដំបូងបង្អស់ដែលរាងកាយរបស់យើងនឹងបិទហ្នឹងគឺប្រព័ន្ធបន្តពូជអញ្ចឹងនៅពេលដែលយើង stress យើងធ្លាប់ឮឯថាធ្វើឲ្យវដ្តរដូវរបស់មនុស្សស្រីប្រែប្រួលមិនទៀងទាត់អានេះគឺជាបំណងល្អរបស់ធម្មជាតិមួយមានន័យថានៅពេលដែលយើង stress រាងកាយយើងត្រូវការថាមពលដើម្បីប្រយុទ្ធឬរត់គេចអញ្ចឹងពេលហ្នឹងគឺវាអត់ស័ក្តិសមសម្រាប់ការបង្កកំណើតទេម្ល៉េះហើយបានជាយើងឮថាអូ stress ធ្វើឲ្យចំណង់ផ្លូវភេទថយចុះឬក៏វដ្តរដូវរបស់មនុស្សស្រីប្រែប្រួលមិនទៀងទាត់ប្រព័ន្ធមួយទៀតដែលរាងកាយរបស់យើងនឹងបិទជាបណ្ដោះអាសន្នដូចគ្នានៅពេលដែលយើង stress ហ្នឹងគឺប្រព័ន្ធរំលាយអាហារអញ្ចឹងយើងអាចសង្កេតឃើញបានថានៅពេលដែលយើង stress យើងពិបាកចិត្តយើងគិតច្រើនទៅលើរឿងអីមួយយើងញ៉ាំអាហារចូលទេឬក៏យើងញ៉ាំចូលទៅយើងមានអារម្មណ៍ថាដូចជាអត់សូវស្រួលខ្លួនទេអានេះក៏ជាបំណងល្អមួយរបស់ធម្មជាតិដូចគ្នាឥឡូវសាកសម័យថាបុព្វបុរសរបស់យើងគាត់កំពុងតែចូលទៅក្នុងព្រៃដើម្បីស្វែងរកអាហារហើយគាត់រងនឹងការគំរាមកំហែងពីសត្វខ្លាដេញខាំគាត់ពីក្រោយអញ្ចឹងភ្លាមៗហ្នឹងគាត់ប្រកាសជារត់ធ្វើម៉េចកុំឲ្យខ្លាដេញខាំតាន់ហើយបើសិនជារត់ស្រាប់តែឃើញដើមចេកណាទុំហើយគាត់ឈប់ញ៉ាំចេកសិនអញ្ចឹងគាត់អាចនឹងខ្លាចទៅជាចំណីរបស់សត្វខ្លាម្ល៉េះហើយបានជាពេលដែលយើង stress ហ្នឹងគឺថាញ៉ាំអីអត់ចូលទេហើយមួយទៀតគឺគេងអត់លក់អាហ្នឹងក៏ជាបំណងល្អរបស់ធម្មជាតិមួយដែរមានន័យថាបើសិនជាឥឡូវស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាកំពុងតែដេញស្រាប់សុកយើងងុយគេងហើយយើងគេងបាត់អាហ្នឹងយើងទៅជាចំណីរបស់សត្វខ្លាហើយអញ្ចឹងបានជាពេលដែលយើង stress គឺរឿងគេងអត់លក់ញ៉ាំអត់ចូលនឹងឯងប៉ុន្តែនៅពេលដែល stress ហ្នឹងវាញឹកញាប់វាកើតឡើងលឿនពេកអញ្ចឹងធ្វើឲ្យដំណើរការកាពះពោះវៀនរបស់យើងវាបិទបើកចុះឡើងនឹងហើយដែលវាបង្កឲ្យយើងមានបញ្ហាកាពះពោះវៀនអញ្ចឹងបើនិយាយទៅ stress ហ្នឹងគឺវាមិនមែនជាជំងឺទេបងប្អូនទាំងអស់គ្នាគ្រាន់តែថាបើវាកើតឡើងញឹកញាប់វាអាចបង្កជាផលប៉ះពាល់ដល់សុខភាពរបស់យើងវិញវាអត់ខុសអីពីទូកក្តោងដែលត្រូវការខ្យល់ដើម្បីអាចទៅមុខបានក៏ប៉ុន្តែបើសិនជាខ្យល់នឹងវាខ្លាំងពេកវាបក់បោកយូរពេកអានឹងវាក៏អាចបំផ្លាញទូកបានដូចគ្នាដែរអញ្ចឹងបើប្រៀបធៀបពីជីវិតរស់នៅរបស់បុព្វបុរសយើងកាលពីសម័យបុរាណនិងជីវិតរស់នៅបច្ចុប្បន្នរបស់មនុស្សសម័យទំនើបយើងយើងឃើញថាបុព្វបុរសរបស់យើងបើសិនជាគាត់ស្ថិតនៅក្នុងស្ថានភាពតានតឹងឬ stress អីហ្នឹងគឺតែពេលដែលគាត់ចេញទៅស្វែងរកអាហារហើយផុតពីហ្នឹងទៅគឺចប់ហើយក៏ប៉ុន្តែជីវិតរស់នៅរបស់មនុស្សសម័យទំនើបយើងបច្ចុប្បន្នណាយើងមិនមែនរស់នៅដើម្បីតែមានអាហារហូបចុកទៅមុខទេយើងមានគោលដៅសម្រាប់អនាគត5ឆ្នាំឬក៏10ឆ្នាំទៅមុខបន្ទាប់ទៀតយើងបារម្ភពីអនាគតខាងមុខថាតើជីវិតនឹងទៅជាយ៉ាងណារហូតធ្វើឲ្យយើងភ្លេចរស់នៅជាមួយនឹងបច្ចុប្បន្នខណៈឥឡូវនេះឬក៏ពេលនេះអញ្ចឹងអាហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យយើង stress ឬក៏យើងមានអារម្មណ៍ថារៀងថប់អារម្មណ៍តានតឹងចិត្តអញ្ចឹងខ្ញុំនឹងចែករំលែកអំពីវិធីសាស្ត្រសាមញ្ញមួយដែលអាចជួយយើងឲ្យត្រឡប់មករស់នៅក្នុងបច្ចុប្បន្នខណៈពេលនេះឥឡូវនេះហើយវាជួយកាត់បន្ថយ stress របស់យើងបានហើយអ្នកទាំងអស់គ្នាអាចអនុវត្តវាបានគ្រប់ពេលវេលាគ្រប់ទីកន្លែងអញ្ចឹងឥឡូវសាកមកអនុវត្តជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងអត់ពិបាកអីទេវិធីសាស្ត្រហ្នឹងគឺដំបូងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាដកដង្ហើមចូលឲ្យពេញពោះហើយព្យាយាមផ្លុំវាចេញតាមមាត់របស់យើងហ្នឹងតិចមកវិញប
បន្ទាប់មកគឺខ្ញុំនឹងបញ្យល់ពីលេខ5 4 3 2 1ថាតើយើងធ្វើអីអញ្ចឹងដំបូងចង់ឲ្យបងប្អូនទាំងអស់គ្នាប្រើភ្នែករបស់ខ្លួនឯងដើម្បីសម្លឹងរបស់ឲ្យបាន5យ៉ាងអាចសម្លឹងមកខ្ញុំងាកទៅមើលដៃគូដែលយើងកំពុងតែអង្គុយជាប់គ្នាហ្នឹងខេញលោមកអង្គុយជាប់គ្នាតែអត់បានមើលមុខគ្នាសោះអញ្ចឹងមើលទៅកតុបហ្នឹងឃើញជាងឬក៏ឃើញពណ៌ខាងលើឃើញភ្លើងហ្វាអីផ្សេងហ្នឹងចំណែកឯលេខ4គឺមានន័យថាព្យាយាមប៉ះរបស់ឲ្យបាន4អញ្ចឹងអាចប៉ះសាច់របស់ខ្លួនឯងឥឡូវនេះងាកមកចាប់ដៃអ្នកដែលនៅជិតខ្លួនយើងហ្នឹងហ្នឹងហើយប៉ះទៅលើសាច់កណាត់ដែលយើងកំពុងតែពាក់ឬក៏ក្អីដែលយើងកំពុងតែអង្គុយហ្នឹងថាតើវាទន់វារឹងឬក៏យើងអង្គុយហើយយើងមានអារម្មណ៍បែបណាចំណែកឯលេខ3ហ្នឹងគឺព្យាយាមស្ដាប់សំឡេងឲ្យបាន3អាចថាសំឡេងដែលខ្ញុំកំពុងតែនិយាយមួយសំឡេងខ្យល់នៅក្នុងម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់នេះឬក៏សំឡេងអ្នកនៅជិតខ្លួនយើងដែលគាត់កំពុងតែជជែកគ្នាអីចឹងទៅលេខ2គឺមានន័យថាព្យាយាមហិតក្លិនឲ្យបាន2ក្លិនមកលើស្បែករបស់យើងឬក៏សាច់កណាត់ដែលយើងកំពុងតែពាក់អាវយើងនឹងមានក្លិនអីគេដែរហើយចុងក្រោយគឺភ្លក់របស់ឲ្យបាន1អញ្ចឹងឥឡូវក្នុងមាត់គឺអត់មានអីទេអញ្ចឹងយើងអាចសម័យទៅដល់រសជាតិជូររបស់ផ្លែស្វាយឬក៏រសជាតិផ្អែមល្មួតរបស់ស្វាយខ្ទិះទុំអីអញ្ចឹងទៅអញ្ចឹងនេះគឺជាវិធីសាស្ត្រ grounding technique មួយដែលជួយយើងនៅក្នុងការត្រឡប់មករស់នៅបច្ចុប្បន្នខណៈឥឡូវនេះពួកអីមិញបើសិនជាខ្ញុំអត់ឲ្យបងប្អូនទាំងអស់គ្នាដកដង្ហើមទេប្រហែលជាបងប្អូនមួយចំនួនអង្គុយហ្នឹងអត់ចាប់អារម្មណ៍ទេខ្លួនឯងនៅមានដង្ហើមដកឬក៏យើងអត់បានមើលមុខអ្នកនៅឈប់យើងឬក៏យើងអត់ដឹងថាតើក្នុងកន្ទប់ហ្នឹងមានអីគេខ្លះមានពោមានជាងកាឡាខុសគ្នាអីចឹងទៅអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយដែលយើងប្រមូលឥន្ទ្រីទាំង5របស់យើងមកផ្ដោតលើបច្ចុប្បន្នហើយវាជួយយើងនៅក្នុងការកាត់បន្ថយភាពតានតឹងឬក៏ភាពថប់អារម្មណ៍ជួយសម្រួលទៅដល់ចង្វាក់បេះដូងដែលយើងអាចអនុវត្តបានគ្រប់ពេលវេលាគ្រប់ទីកន្លែងនៅសាលារៀននៅផ្ទះនៅកន្លែងធ្វើការរាល់ពេលដែលយើង stress ហើយវិធីសាស្ត្របន្ទាប់នៅក្នុងការលុបជួយកាត់បន្ថយ stress ហ្នឹងគឺខ្ញុំសូមលាក់សិនប៉ុន្តែឥឡូវឲ្យមើលរូបមួយនេះសិនអញ្ចឹងយើងឃើញថារាងកាយរបស់មនុស្សដែលគាត់ពិបាកចិត្តណាគឺគាត់ធ្វើខ្លួនឡើងទូចគាត់អង្គុយឲ្យចកាគាត់យកដៃទល់ក្បាលមើលមករាងកាយហ្នឹងគឺអាចបង្ហាញពីអារម្មណ៍ខាងក្នុងរបស់គាត់បានចំណែកឯរាងកាយមនុស្សដែលសបាយវិញមានន័យថាគាត់លោតគាត់មានចលនាសាកសម័យទៅដល់រាងកាយមនុស្សដែលគាត់កំពុងតែរាំឬក៏អ្នកដែលគាត់ឈ្នះរង្វាន់អីមួយគឺគាត់លោតគាត់សប្បាយចិត្តខ្លាំងមែនតើអញ្ចឹងវិធីសាស្ត្រដ៏អស្ចារ្យមួយនៅក្នុងការកាត់បន្ថយ stress គឺការហាត់ប្រាណរាល់កីឡាទាំងអស់គឺសុទ្ធតែធ្វើឲ្យរាងកាយរបស់យើងមានចលនាមិនថាការដើរការរត់ការហាត់ប្រាណលើសពីនេះទៅទៀតវាជួយដុតបំផ្លាញជាតិស្ករឬក៏ជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់យើងដែលបង្កមកពី stress ហ្នឹងហើយវាក៏ជួយទៅដល់ការបញ្ចេញអរម៉ូនក្តីសុខមួយចំនួននៅក្នុងខួរក្បាលដូចជាអរម៉ូន dopamine endorphin serotonin ដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តឬក៏គេលក់ស្កប់ស្កល់ខ្ញុំជឿថាបងប្អូនស្ដាប់ហើយរៀងប្លែកតិចថាចំវិធីសាស្ត្រនៅក្នុងការកាត់បន្ថយ stress មិនក៏ផ្ដោតមកលើរាងកាយចឹងឃើញ stress នៅក្នុងអារម្មណ៍នៅក្នុងចិត្តនៅក្នុងការគិតអីអញ្ចឹងវិធីសាស្ត្រដែលផ្ដោតទៅលើរាងកាយហ្នឹងពិតជាអាចជួយយើងនៅក្នុងការកម្ចាត់ stress បានដែរឬក៏អត់អញ្ចឹងខ្ញុំមានសកម្មភាពមួយទៀតដែលចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើហ្នឹងគឺហើយវានឹងផ្ដល់ចម្លើយគ្រប់បែបយ៉ាងអញ្ចឹងឥឡូវសូមឲ្យបងប្អូនទាំងអស់គ្នាធ្វើដៃតាមខ្ញុំបែបនេះចាសូមអរគុណហើយបន្តមកទៀតសូមគិតទៅដល់រូបភាពសត្វក្របីពណ៌ផ្កាឈូកមួយក្បាលកំពុងតែញញឹមដាក់យើងហើយចុងក្រោយគឺខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នានៅក្នុងហនេះយំយំមែនតើខ្ញុំជឿថាបើឲ្យយំមែនតើគឺអត់មាននរណាម្នាក់អាចយំបានទេសូម្បីតែខ្ញុំខ្លួនឯងក៏អាចធ្វើបានដូចគ្នាអញ្ចឹងមានរឿង3ដែលសំខាន់ដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចងចាំអំពីខ្លួនឯងទី1គឺរាងកាយរបស់យើងងាយនៅក្នុងការគ្រប់គ្រងនិងបញ្ជាបំផុតដូចមិញខ្ញុំឲ្យធ្វើដៃចេះយើងចង់លើកដៃឆ្វេងលើកដៃស្ដាំគឺយើងអាចធ្វើបានហើយអ្វីដែលពិបាកគ្រប់គ្រងបន្ទាប់គឺការគិតរបស់យើងមានន័យថាជាងការវាអាស្រ័យទៅលើសំឡេងអ្វីដែលយើងមើលឃើញអ្វីដែលយើងស្ដាប់ឮដូចមុននឹងអញ្ចឹងសំឡេងរបស់វាគ្មិនមុនបាននាំយើងទៅគិតរឿងជាច្រើនហើយចុងក្រោយអ្វីដែលយើងពិបាកនៅក្នុងការគ្រប់គ្រងបំផុត
គឺអារម្មណ៍ដូចមិញខ្ញុំឲ្យបងប្អូនទាំងអស់នេះសើចជើងកបីបន្ទាប់មកខ្ញុំឲ្យយំអញ្ចឹងអត់មានណាគេអាចបដូរអារម្មណ៍របស់ខ្លួនឯងបានលឿនអញ្ចឹងទេម្ល៉េះហើយបានជាពេលដែលយើង stress មានគេមកប្រាប់យើងថាហើយកុំ stress អីកុំបាក់ចិត្តអីសុបាយចិត្តទៅអាពាក្យសម្ដីទាំងអស់ហ្នឹងគឺវាអត់អាចផ្លាស់ប្ដូរអារម្មណ៍របស់យើងបានទេក៏ប៉ុន្តែបើសិនជាយើងអាចបញ្ជារាងកាយយើងឲ្យមានចលនាអានឹងវាអាចជួយផ្លាស់ប្ដូរអារម្មណ៍របស់យើងបានព្រោះរាងកាយប្រាប់យើងពីអារម្មណ៍ខាងក្នុងហើយរាងកាយក៏មានឥទ្ធិពលមកលើអារម្មណ៍របស់យើងដូចគ្នាឥឡូវសាកសម័យថាយើងទិញកូនឆ្កែ2ក្បាលមកចិញ្ចឹមអញ្ចឹងឆ្កែមួយក្បាលគឺយើងឲ្យវានៅក្នុងតទ្រង់ឯងហើយចាំសង្កេតមើលទឹកមុខវាអត់ឲ្យរាងកាយនឹងមានចលនាអីច្រើនទេប្រៀបធៀបទៅនឹងឆ្កែមួយក្បាលទៀតដែលយើងចិញ្ចឹមវានៅក្នុងទីធ្លាមានកន្លែងរត់លេងច្រើនអញ្ចឹងទឹកមុខឆ្កែទាំងពីរហ្នឹងគឺអត់ដូចគ្នាទេឆ្កែដែលអាចរត់លេងមានចលនាបានគឺវាទៅទឹកមុខស្រស់ស្រាយសប្បាយចិត្តជាងរាងកាយរបស់មនុស្សយើងក៏អត់ខុសគ្នាដែរដោយសារតែការពីសម័យយុគថ្មបុព្វបុរសរបស់យើងត្រូវរត់ឬក៏ដើរចេញទៅប្រមាញ់ឬក៏បេះផ្លែឈើពីក្នុងព្រៃអញ្ចឹងរាងកាយរបស់ពួកគាត់មានចលនាប៉ុន្តែការរស់នៅក្នុងសម័យបច្ចុប្បន្នរបស់យើងឥឡូវនេះយើងធ្វើដំណើរដោយម៉ូតូដោយរថយន្តពេលខ្លះចតនៅកន្លែងណាដែលត្រូវដើរឆ្ងាយបន្តិចក៏យើងអត់ចង់ដែរជាពិសេសអ្នកដែលរស់នៅទីក្រុងគឺយើងធ្វើការនៅក្នុងការិយាល័យដែលរាងកាយនឹងស្ទើរតែមិនសូវមានចលនាម្ល៉េះហើយបានជាការហាត់ប្រាណគឺចាំបាច់ខ្លាំងមែនទែនសម្រាប់ជីវិតរស់នៅរបស់យើងនាពេលបច្ចុប្បន្ននេះអញ្ចឹងស្ដាប់មកដល់ត្រង់ចំណុចនេះបងប្អូនណាខ្លះកំពុងតែគិតថាចង់ចាប់ផ្ដើមហាត់ប្រាណសូមលើកដៃជាមួយខ្ញុំទៅតាមមើលដល់ផ្ទះទៅហាត់មែនអត់អញ្ចឹងជាចុងក្រោយបើសិនជាខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថាខ្ញុំមានថ្នាំមួយគ្រាប់ដែលលេបហើយអាចជួយយើងនៅក្នុងការកាត់បន្ថយ stress បាន 50% អាចជួយយើងកាត់បន្ថយអត្រានៅក្នុងការប្រឈមទៅនឹងជំងឺបេះដូងជួយឲ្យយើងស្រកទម្ងន់មានសុខភាពល្អគេលក់ស្កប់ស្កល់ថាតើបងប្អូនទាំងអស់គ្នាចង់បានថ្នាំមួយគ្រាប់នឹងដែរឬក៏អត់ខ្ញុំជឿថាមានបងប្អូនច្រើនណាស់ដែលគាត់ចង់បានណាទោះបីជាថ្លៃតិចក៏ហ៊ានចំណាយលុយទិញដែរប៉ុន្តែតាមពិតទៅយើងស្ទើរតែមិនចាំបាច់ចំណាយលុយច្រើនឬក៏អត់ចាំបាច់ត្រូវតដើមគ្នាទិញទេគ្រាន់តែយើងអនុវត្តវិធីសាស្ត្រនៅក្នុងការប្រមូលឥន្ទ្រីទាំង5របស់យើងមកផ្ដោតលើរឿងបច្ចុប្បន្នដោយ grounding technique ដែលខ្ញុំឲ្យធ្វើមុនហ្នឹងហើយព្យាយាមចំណាយពេលទៅលើការហាត់ប្រាណឲ្យបានទៀងទាត់អ្នកទាំងអស់គ្នានឹងទទួលបានថ្នាំដ៏អស្ចារ្យមួយគ្រាប់នេះហើយជាចុងក្រោយសូមចងចាំថា stress មិនមែនជាជំងឺទេដូច្នេះកុំព្យាយាមស្វែងរកវិធីនៅក្នុងការព្យាបាលឬក៏កំចាត់វាឲ្យអស់ចេញពីក្នុងជីវិតប៉ុន្តែគួរតែស្វែងយល់ពីវាដើម្បីដឹងថាតើយើងគួរតែកាត់បន្ថយវាបែបណានៅក្នុងជីវិតសូមអរគុណ